ឥឡូវមានពាក្យល្បីថ្មីមួយទៀតគឺរដ្ឋមន្ត្រីលិហាលបាទយើងធ្វើកកក្រែងលិះរាប់តោនយកមកដាក់ដើម្បីទទួលភ្ញៀវអីចឹងទៅហើយលោករដ្ឋមន្ត្រីក្រសួងទេសចរហួតហាក់ហ្នឹងក៏ថាជាសមិទ្ធិដ៏អស្ចារ្យរបស់កម្ពុជាបង្ហាញអំពីការអភិវឌ្ឍការអីចឹងខ្ញុំក៏កោតសរសើរដែរដែលរដ្ឋាភិបាលកម្ពុជានៅតែអាចរៀបចំសង្គ្រាមសង្គមឬក៏បុណ្យចូលឆ្នាំខ្មែរយើងនៅខ្មែរហ្នឹងក៏ក្រឹកក្រែងឲ្យប្រជាពលរដ្ឋនៅអាចសប្បាយក្អាកក្អាយក្នុងពេលដែលយើងកំពុងបាត់ដីទៅថៃអីហ្នឹងគឺថាឃើញប្រជាពលរដ្ឋភ្លេចប្រជាពលរដ្ឋយើងខ្មែរយើងឆាប់ឈឺឆាប់ភ្លេចណានេះគឺជាចំណុចខ្សោយមួយធំបំផុតរបស់ជាតិសាសន៍នេះគឺឆាប់ឈឺឆាប់ភ្លេចគេវាយយើងទក់សាច់គេឲ្យប្រេងកាឡាមកខ្លងគឺបានន័យថាគេអ្នកមានគុណមកពេចអាហ្នឹងហើយដែលធ្វើឲ្យយើងពិបាកបងប្អូនវាជាចេតនាវាអាចជាន័យល្អដែរមិនគុំគួនមិនចងពៀចងអាឃាតដែរប៉ុន្តែអាការឆាប់ឈឺឆាប់ភ្លេចហើយត្រូវគេអញ្ចឹងគេពវក់បានណាបងប្អូនគឺគេកែខួរក្បាលយើងគឺលៀងខួរក្បាលយើងពវក់យើងឲ្យឆាប់ជឿទៅលើអ្វីមួយរំពេចហ្នឹងភ្លេចការឈឺចាប់ការអីឥឡូវដោយសារតែរឿងណែបនចូលឆ្នាំដែលក៏ក្រឹកក្រែងបាញ់ទឹកប៉ាតម្សៅលិហាលអីហ្នឹងមានរដ្ឋមន្ត្រីលិហាលអីហ្នឹងរឿងព្រំដែននៅមួយឡែកប្រជាពលរដ្ឋចាប់ផ្ដើមសបាយមកទំហឹងអីចឹងទៅប៉ុន្តែបងប្អូនចប់ការបនចូលឆ្នាំនេះហើយទៅគឺបងប្អូនត្រូវសម្រួមត្រូវតែសម្រុកដួងចិត្តទាំងអស់គ្នាជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនិងយុតិធធអន្តរជាតិឬក៏ប្តឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងឲ្យខានតែបានហើយបើសិនជាយើងត្រូវតែសម្រុកអ្វីដែលធ្វើក្នុងនេះគឺធ្វើអត់មានសង្គ្រាមទេកុំលើកទឹកចិត្តឲ្យសង្គ្រាមវាយមកឆ្នះថៃទេមិនបាច់ឆ្ងល់ទេមិនបាច់ទៅលោកហ៊ុនសែនមកលៀបពណ៌ឲ្យគណៈបកប្រឆាំងណាទេខ្ញុំជឿថាបើវាយជាមួយថៃមិនឆ្នះគេទេទៅគឺទៅស្លាប់ខ្លួនហើយអត់មានឆ្នះគេទេហើយខ្ញុំក៏មិនមើងងាយទាហានយើងដែរយើងធ្វើដូច្នេះយើងមិនឆ្នះគេទេយកទាហានយើងទៅស្លាប់ចោលហើយសំខាន់គឺយើងត្រូវពង្រឹងឲ្យមានឯកភាពជាតិគ្នាហើយពង្រឹងវិស័យយោធាវិស័យអីទៅហើយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកុំថាយូរប៉ុណ្ណា100ឆ្នាំទៀតក៏ដោយក៏ត្រូវតែដាក់ប្តឹងឲ្យខាងតែបានឲ្យថាដំណើរការក្តីនឹងអីក៏ដោយសំខាន់គឺឲ្យតែមាននៅតុលាការនឹងសិនហើយអាចរចានេះក៏ចរចាទៅអត់មានអាណាខាត់ទេ JBC JX ចរចាទៅប៉ុន្តែដាក់ប្តឹងគេផងហើយពេលចរចាហ្នឹងសុំប្រយ័ត្នមាត់កផងបើយើងចង់ឲ្យត្រូវគ្នាប្តីប្រពន្ធកុំរកភ្លើងមកដុតប្រឆេះទៀតគឺយើងត្រូវរកពេលស្អំគ្នាទៅបើឈប់ទៅអានយោបាយស្អីភាសាវោហាសាសផលិតផលបេការកោលទុះបិទព្រំដែននេះបានហើយប៉ុណ្ណឹងបានហើយថៃគេអត់បើកទេយើងក៏អត់បើកដែរបានហើយខ្លាំងដូចគ្នាហើយប៉ុន្តែនៅទៅខ្លាំងនៅនឹងមួយជីវិតទៅចរចាមិនបើយើងនៅខ្លាំងអញ្ចឹងយើងនៅពហិការគ្នាទៅវិញទៅមកឆ្លោះគ្នាអញ្ចឹងរហូតឲ្យសង្ឃឹមអីគេឥឡូវសង្ឃឹមអីបើយើងអត់មានទៅខិតចិត្តគ្នាបន្តិចសោះហ្នឹងហើយឲ្យប្រជាពលរដ្ឋសង្ឃឹមតែយើងបិទផ្លូវហ្នឹងឲ្យប្រជាពលរដ្ឋឆ្លងស្ពានតែយើងរើស្ពានចោលបាទបងប្អូនរឿងព្រំដែនណាសំបីតែ1មីលីម៉ែត្រមិនមែនជារឿងប៉ាន់កូនដៃទេគឺជារឿងប្រប៉ិនភ្នំព្រះសម័យសំបីតែ1មីលីម៉ែត្រហើយសូមឲ្យថ្នាក់ដឹកនាំទាំងអស់គិតសង្រួមដូចគ្នាថារឿងព្រំដែនគឺជារឿងអាយុជីវិតរបស់ជាតិនិន្នាការនយោបាយណាក៏ដោយគឺយើងគិតធ្វើយ៉ាងម៉េចឲ្យបានដីទាំងអស់នេះពីថៃមកវិញសូម្បីតែ1មីលីម៉ែត្រហើយដរាបណាមួងណារ៉េតនៅមានដង្ហើមដកទេខ្ញុំនឹងនៅតស៊ូមតិឲ្យដឹងទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំប្រទានអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងរហូតដល់ដាច់ខ្យល់បាទពួកខ្ញុំចង់បានដីមកវិញតាមរយៈចាក់ស្ដែងមិនមែនតាមរយៈនយោបាយប្រជាពិធបបប្រាស់អីទាំងអស់បាទសូមអរគុណបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីស្អែកទៀតតាមពេលវេលានឹងម៉ោងដដែលបាទសូមជម្រាបលារាត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្ដីបងប្អូននៅទីក្រុងឡុងបិច